ចាសសូមគោរពជំរាបសួរដល់អ្នកទស្សនាជាទីគោរពស្រឡាញ់រាប់អានទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទមួយដែលតាក់ទងទៅនឹងបញ្ហារបស់ស្ត្រីដែលកំពុងទទួលរងសម្ពាធផ្លូវចិត្តពីមជ្ឈដ្ឋានជំនាញជាការពិតណាស់នេះគឺជាបញ្ហាធំមួយដែលកំពុងតែកើតមានទៅលើស្ត្រីបច្ចុប្បន្នហើយតម្រូវឲ្យមានវិធានការដោះស្រាយជាបន្ទាន់ទន្ទឹមនឹងនោះលោកស្រីញ៉ែមសូភាជាប្រធានចលនាស្ត្រីមកពីគណៈបច្ឆន្ទៈខ្មែរនិងជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះបានកត់សម្គាល់ឃើញពីបញ្ហាទាំងអស់នេះដែលបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចការអនុវត្តច្បាប់ដែលនាំឲ្យមានការប្រើប្រាស់នៅអំពើហិង្សាឬបញ្ហាផ្សេងៗជាច្រើនក្នុងនោះផងដែរលោកស្រីក៏មានក្តីបំណងធំមួយគឺចង់ឃើញស្ត្រីមានសិទ្ធិស្មើទៅនឹងបុរសមានសិទ្ធិក្នុងការសម្រេចចិត្តនៅលើបញ្ហាធំៗឬក៏កិច្ចការងារធំៗផ្សេងៗដើម្បីឲ្យដឹងកាន់តែច្បាស់យើងទៅតាមដានទស្សនាវីដេអូទាំងអស់គ្នាស្ត្រីកំពុងរងសម្ពាធផ្លូវចិត្តខ្លាំងតម្រូវឲ្យមានវិធានការដោះស្រាយបន្ទាន់ប្រធានចលនាស្ត្រីគណៈបច្ឆន្ទៈខ្មែរក៏សម្គាល់ឃើញថាសម្ពាធផ្លូវចិត្តលើស្ត្រីកំពុងកើនឡើងគួរឲ្យព្រួយបារម្ភដែលបណ្ដាលមកពីវិបត្តិសេដ្ឋកិច្ចនិងការអនុវត្តច្បាប់នាំឲ្យរាលដាលជាបញ្ហាអំពើហិង្សានិងបញ្ហាផ្សេងៗជាច្រើនទៀតលោកស្រីញ៉ែមសូភាប្រធានចលនាស្ត្រីគណៈបច្ឆន្ទៈខ្មែរនិងជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះក៏សម្គាល់ឃើញថាសម្ពាធផ្លូវចិត្តលើស្ត្រីហាក់កើនឡើងជាបន្តបន្ទាប់លោកស្រីបញ្ជាក់ថាបញ្ហាចំណូលថយចុះបំណុលកើនឡើងធ្វើឲ្យស្ទើរគ្រប់គ្រួសារមានបញ្ហាផ្លូវចិត្តតែអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺបុរសជាប្តីមួយចំនួនយកគ្រឿងស្រវឹងបំបត្តិភាពស្មុគស្មាញហើយពេលស្រវឹងបង្កហិង្សាលើស្ត្រីនៅក្នុងផ្ទះដែលត្រូវរ៉ាប់រងការងាររាប់រយជំពូកស្រាប់ទន្ទឹមនឹងនេះបញ្ហារើសអើងនៅកន្លែងការងារការផ្ដល់ប្រាក់កម្រៃទាបដល់ស្ត្រីនៅតែជាបញ្ហាលោកស្រីមើលឃើញថាឫសគល់នៃបញ្ហាទាំងនេះដោយសារតែផ្នត់គំនិតសង្គមមិនផ្ដល់តម្លៃឲ្យស្ត្រីនិងមិនផ្ដល់ឱកាសឲ្យស្ត្រីរៀនសូត្របានខ្ពស់ផ្អែកតាមទិន្នន័យពីលទ្ធផលនៃការអង្កេតចន្លោះជម្រឿនប្រជាជនឆ្នាំ2024នៅប្រទេសកម្ពុជាចំនួនស្ត្រីមានប្រមាណ 50.9% នៃប្រជាជនសរុបខណៈដែលបុរសមាន 49.1%នេះសបញ្ជាក់ឲ្យឃើញថាស្ត្រីមានចំនួនច្រើនជាងបុរសប្រហែល 1.8%លោកស្រីញ៉ែមសូភាសង្កត់ធ្ងន់ថាចំនួនស្ត្រីច្រើនជាងបុរសដូច្នេះបើបញ្ហាស្ត្រីមិនត្រូវបានដោះស្រាយដោយយកចិត្តទុកដាក់នោះទេវានៅតែជាឧបសគ្គធំដល់ការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនមិនមែនជារឿងតូចតាចឡើយហើយយើងយល់ឃើញហើយគូកត់សម្គាល់ឃើញថាស្ត្រីជាងពាក់កណ្ដាលចាជាកម្លាំងស្នូលនៃសង្គមជាតិបើកាលណាស្ត្រីជាប់គាំងខ្វះទំនុកចិត្តខ្វះភាពអស់ក្តៅដូច្នេះការអភិវឌ្ឍត្រូវរាំងស្ទះទាំងស្រុងក្តីប្រាថ្នាធំរបស់លោកស្រីញ៉ែមសូភាគឺចង់ឃើញស្ត្រីរស់នៅដោយស្មើភាពជាមួយបុរសចូលកាន់តួនាទីសំខាន់ៗនិងអាចចូលរួមធ្វើសេចក្តីសម្រេចចិត្តលើកិច្ចការសំខាន់ៗពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិចង់ឃើញស្ត្រីមានចំណេះដឹងខ្ពស់មានជំនាញស្ត្រីអាចក្លាយទៅជាសហគ្រិនចង់ឃើញស្ត្រីមានភាពជាអ្នកដឹកនាំនយោបាយហើយជឿជាក់លើខ្លួនឯងជាអ្នកស្ត្រីជាអ្នកសម្រេចចិត្តធំដោយមិនស្ថិតនៅក្រោមអំណាចសង្គមណាមួយបុគ្គលណាមួយឬក៏អំណាចនៅក្នុងគ្រួសារទេសេចក្តីសុខរបស់ស្ត្រីក៏ជាសេចក្តីសុខរបស់បុរសហើយក៏ជាសេចក្តីសុខរបស់គ្រួសារទាំងមូលដែរដូច្នេះលោកស្រីញ៉ែមសូភាជំរុញឲ្យបុរសចូលរួមចែករំលែកបន្ទុកការងារនានារបស់ស្ត្រីរួមទាំងកិច្ចការក្នុងផ្ទះចំណែកស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ក្នុងការការពារនិងលើកកម្ពស់សិទ្ធិស្ត្រី